សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទថ្ងៃនេះខ្ញុំនឹងមកចែករំលែកអំពីការប្រើប្រាស់កម្មវិធី iBSpenX ឥឡូវកុំឲ្យខាតពេលវេលាយូរមុននឹងចូលទៅក្នុងកម្មវិធីនេះកុំភ្លេចជួយចុច Subscribe ដាក់សញ្ញាពីកណ្ដឹងម្នាក់មួយផងបាទសូមអរគុណឥឡូវយើងចូលកម្មវិធីនឹងតែម្ដងអូខេឥឡូវយើងបូក project មួយកន្លែងបូក project នៅកន្លែងនេះចុចប៉ក់មកអូខេឥឡូវខ្ញុំរើសទំហំផ្ដេកអូខេនេះគឺជាផ្ទាំងនៃ Canvas របស់យើងឥឡូវយើងបានចូលក្នុងកម្មវិធីនេះហើយនេះគឺជាផ្ទាំងกระดาษកិច្ចការងាររបស់យើងថ្ងៃនេះខ្ញុំនឹងមកប្រាប់វិធីក្នុងការកាត់អក្សរនៅក្នុងtool ដែលមានឈ្មោះថា Magic Wand Magic Wand នេះគឺជា tool មួយសម្រាប់កាត់ទៅលើពណ៌ទៅលើរូបភាពរបស់យើងឬក៏អក្សររបស់យើងឥឡូវឧទាហរណ៍ថាខ្ញុំសរសេរអក្សរខ្ញុំ text មួយខ្ញុំសរសេរថា designហើយខ្ញុំដាក់អក្សរដែលមាន style អានេះគឺជា stroke ខ្ញុំរើសពណ៌ក្រហម stroke ពណ៌ក្រហមអូខេខ្ញុំត្រូវការបង្រីកខ្ញុំចុចពាក្យ transform ហើយខ្ញុំទាញវាធំចុចអូខេនេះគឺជាការប្រើប្រាស់នៅ tool Magic Wand ឥឡូវដើម្បីប្រើប្រាស់ tool Magic Wand នេះបានយើងចុចពាក្យ layer ដែលយើងដាក់នេះគឺ layer ទី1នេះគឺជាអក្សរ design នៅលើ layer ទី2ចុចវាហើយយើងរើសពាក្យ Magic Wand tool នេះចុចនេះមកហើយខ្ញុំប៉ះទៅលើអក្សរនេះហើយដើម្បីប្រើ tool នេះបានឥឡូវវា select ហើយយើងចុចពាក្យ transform យើងអាចទាញអក្សរនឹងចេញបាននេះអូខេហើយដើម្បីដោះ select នេះបានយើងចុចនៅខាងលើនេះនៅរង្វង់នេះដើម្បី remove select area នេះ remove select area ចុចទៅនេះមកពុបគឺវាដោះ select ឲ្យពុកម៉ែបងប្អូននេះគឺយើងដោះ select ហើយយើងដោះ select នេះអូខេត្រឡប់មកវិញដើម្បីធ្វើអក្សរនេះបានទៀតពីប្រើ tool ដដែលយើងចុចទៅលើអក្សរ G ដែលខ្ញុំចង់យកវាចេញហើយយើងពាក្យ transform ហើយយើងដូរអក្សរនេះចេញអក្សរនេះត្រូវបានកាត់ផ្ដាច់ចុច OK ហើយនៅក្នុងនេះកន្លែងជ្រុងនេះគឺកន្លែងដោះ select នេះ remove select area មានថាការដោះ select នៅតំបន់ដែលយើងបាន select នេះខ្ញុំដោះ select វាអូខេសរុបមកវិញ Magic Tool នេះគឺជា tool មួយសម្រាប់កាត់ទៅលើ object របស់យើងដែលមានពណ៌ហើយនឹងត្រង់នឹងកាត់ទៅលើពណ៌កន្លែងណាដែលយើងចង់កាត់តែកាត់អូតូអូខេកុំឲ្យតែវីដេអូនេះវែងឥឡូវយើងត្រូវតែស្គាល់ tool នេះហើយឥឡូវយើងស្គាល់ហើយ tool នេះយើងនឹងជួបគ្នានៅវីដេអូបន្តទៀតគឺ Lasso Tool